អ្នកណាខ្លះចង់មានមុខរបរខ្លួនឯងចាខ្ញុំធ្វើបានហើយបងប្អូនឆ្នាំ2025នេះបើលក់ដូរខ្លួនឯងបានពីមុនចង់កាន់នៅធ្វើការឲ្យគេយើងចង់លក់ដូរខ្លួនឯងអញ្ចឹងណាគិតថាប្រចំណាយដើមច្រើនទេចេះគិតយូរហើយតែឥឡូវហ្នឹងបើកបានហើយបងប្អូនបើកមកប្រហែលចង់មួយឆ្នាំហើយបើបងប្អូនចង់ចេញរស់ស៊ីអាចបើកបានត្រឹមគិតយូរពេកបងប្អូនព្រោះខ្ញុំគិតយូរដែរតែឥឡូវបើកបានហើយបងប្អូនបើចង់បើកទៅបងប្អូនព្រោះយើងចំណាយតិចទេបងប្អូនសម្រាប់ខ្ញុំធ្លាប់និយាយក្នុងវីដេអូខ្ញុំចាដើមត្រឹម40-50ម៉ឺនអីយើងបើកលក់សិនទៅបងប្អូនដោយសារយើងលក់ដំបងមិនខំយកអីវ៉ាន់មកច្រើនពេកទេមកមុខបន្តិចបងប្អូនហើយក៏មិនចង់ខ្ចីគេមករស់ស៊ីអីធំដែរបងប្អូនព្រោះយើងលក់ដំបងយើងក៏អត់ទាន់មានម៉ួយមានអីដែរយើងទិញមកតិចសិនទៅយើងលក់យូរទៅដូចខ្ញុំចឹងឥឡូវមើលជាក់ស្ដែងអីវ៉ាន់ពេញផ្ទះអស់ហើយបងប្អូនចាថែមដើមតិចតួចចឹងណាបងប្អូនយើងថែមតាមសមត្ថភាពយើងអត់បានខ្ចីគេដាក់ថែមទេបងប្អូនហើយរឿងលក់នេះមួយរឿងប្រដាក់បងប្អូនបើយើងអត់ប្រដាក់ទោះបីជាអីវ៉ាន់យើងសល់ពេញផ្ទះក៏អត់អីដែរបងប្អូនតែបើយើងប្រដាក់ទាគេអត់បានហើយអីវ៉ាន់អស់ពីផ្ទះទៀតយូរទៅដាច់ចុងដាច់ដើមមកបងប្អូនហើយបើកលក់ហើយជ្រុលទីបើកលក់មាន Facebook មានអីបងប្អូនផុសខ្លះទៅ TikTok អីចឹងយើងផុសពីអីវ៉ាន់យើងទោះបីយើងលក់ចាំភួយអីក៏ដោយបងប្អូនថតពីតូបយើងអីវ៉ាន់យើងផុសខ្លះទៅបងប្អូនចេះស្ដែងខ្ញុំថតផុសខ្ញុំលក់ដាច់គ្រាន់មួយរយៈនេះដាច់ទៅខ្លះអត់មានពេលឆុងអីគេទេបងប្អូនហើយគ្រឿងឆុងនេះមួយសម្រាប់ខ្ញុំលក់ដាច់ទេផ្ទះខ្ញុំបងប្អូនដោយសារខ្ញុំទៅបើកចឹងហើយគេអត់ដឹងទៅអញ្ចឹងតស៊ូមែនតើបងប្អូនមួយថ្ងៃលក់បានតែមួយកែវពីរកែវក៏មានដែរគ្រឿងឆុងពេលខ្លះសេមួយថ្ងៃអញ្ចឹងពីរថ្ងៃអញ្ចឹងវាខូចចាក់ចោលហើយបានលក់ទៀតទេគឺវាពិបាកដែរតែឥឡូវស៊ូម្ដងឥឡូវលក់គ្រាន់បើ